ស្វាគមន៍អ្នកទាំងអស់គ្នាជាថ្មីម្ដងទៀតមកកាន់ Channel ផ្កាស្លាថ្ងៃនេះផងដែរខ្ញុំលើកយករឿងសេចក្តីស្លាប់គឺជាលទ្ធផលចុងក្រោយរបស់តួចិត្តអាក្រក់តើកុំឲ្យខាតពេលយូរជួយទៅកាន់ការសម្រេចទាំងអស់គ្នាខ្ញុំងំម្ដងទៀតហើយហេតុអីក៏វាពិបាកយ៉ាងនេះវាពិបាកពេកហើយវាពិបាកបង្កើតភាគរយនៃការពេញចិត្តណាស់ព្រោះខ្ញុំគឺជាតួចិត្តអាក្រក់បើខ្ញុំជ្រើសរើសជម្រើសខុសតែម្ដងភាគរយនៃការពេញចិត្តនឹងធ្លាក់ចុះដល់0ហើយខ្ញុំនឹងចាញ់ហ្គេមនេះហើយគ្រប់ពេលដែលខ្ញុំចាញ់ហ្គេមខ្ញុំតែងតែត្រូវស្លាប់ជានិច្ចវាពិតជាគួរឲ្យរំខានមែនឯណាលោកភីត្រូវស្លាប់ដោយដាវរបស់ព្រះអង្គចាស់ទី1ហ្គេមត្រូវបានបញ្ចប់ហ្គេមឈួតលប់នេះនាងមើលទៅដូចជាអាក្រក់ណាស់ក្នុងវគ្គធម្មតាប៉ុន្តែបើពិនិត្យមើលឲ្យច្បាស់នាងមិនបានធ្វើអ្វីអាក្រក់ខ្លាំងណាស់ណាទេប៉ុន្តែហេតុអ្វីបានជាគេគ្រប់គ្នាធ្វើបែបនេះដាក់នាងសូមអង្វរកុំស្ដាប់អីតែម្ដងទេគោលដៅដំបូងរបស់ខ្ញុំគឺរឿងសម្ងាត់នៃភាពបញ្ចប់តែឥឡូវនេះវាមិនមែនទេតើតួអាក្រក់បានធ្វើអ្វីខុសខ្លះទៅគឺមកពីគ្រប់គ្នាទេដែលធ្វើឲ្យនាងខ្លាចទៅជាបែបនេះខ្ញុំគ្រាន់តែចង់ឃើញតួចិត្តអាក្រក់ដ៏គួរឲ្យអាណិតមួយនេះរស់នៅយ៉ាងរីករាយជាមួយតួឯកប្រុសមួយណាក៏បានតួឯកស្រីនៅវគ្គធម្មតាបង្កើនការពេញចិត្តងាយស្រួលណាស់ប៉ុន្តែបើតួចិត្តអាក្រក់នេះវិញនាងកាន់តែគួរឲ្យអាណិតនៅពេលដែលនាងទាមទារចង់បានសេចក្តីស្រឡាញ់តួចិត្តអាក្រក់នៅក្នុងវគ្គពិបាកគឺជួបតែសេចក្តីស្លាប់សាច់រឿងក៏បានបង្ហាញការចងចាំរបស់តួស្រីកាលពីអតីតកាលតែត្រូវបានបងប្រុសចង់ទាំងពីរធ្វើបាបក៏ដូចជាប៊ូលីមកកាន់នេះប៉ាទៅបើឯងមានអារម្មណ៍ថាខុសឯងមិនអាចមានទេព្រោះប៉ាមិនដែលខ្វល់ខ្វាយនឹងឯងទេគាត់ខ្វល់ថាឯងត្រូវដាច់ពូស្លាប់ឬត្រូវគេធ្វើបាបនៅសាលានោះទេព្រោះឯងមិនមែនជាចំណែកនៃគ្រួសាររបស់យើងឡើយរូបភាពនៃតួចិត្តអាក្រក់នេះគឺដូចនឹងខ្ញុំដែរចាំហើយទោះបីជាខ្ញុំត្រូវស្លាប់ក៏ដោយក៏ត្រូវតែបញ្ចប់ការនេះឲ្យបានដែរបងប្រុសចង្រៃអ្នកមាននោះបើពួកឯងហ៊ានតែសម្លាប់យើងទៀតពួកឯងច្បាស់ជាចាប់ក្រោមស្នាដៃយើងមិនខានទេនិយាយរួចនេះក៏បានចុចចូលទៅលេងហ្គេមនោះម្ដងទៀតក៏គិតក្នុងចិត្តថាប្រហែលជាខ្ញុំត្រូវបង្កើនភាគរយដោយការប្រើលុយហើយតែខ្ញុំចុះជាឈួតហើយចាប់ផ្ដើមហ្គេមម្ដងទៀតប៉ុន្តែទោះបីជានាងព្យាយាមចាប់ផ្ដើមម្ដងហើយម្ដងទៀតក៏មិនអាចយកឈ្នះហ្គេមនោះបានដែរខ្ញុំមិនអាចទៅដល់វគ្គបញ្ចប់បាននោះទេនិយាយរួចនាងក៏អស់កម្លាំងហើយគេងលងលក់ទៅរាងកាយដែលគេងលងលក់ទៅហើយប៉ុន្តែនៅក្នុងខួរក្បាលពុកពេញទៅដោយគំនិតមិនចង់ឃើញចង់បញ្ចប់នៃតួចិត្តអាក្រក់ទៅស្លាប់ទៀតទេព្រឹកឡើងក៏បានបង្ហាញយើងឃើញថានៅទីឧកញ្ញាសំឡេងអ្នកបម្រើស្រីម្នាក់បានមកផ្ដាស់អ្នកនាងឆាប់ញាក់ឡើងពេលនាងនៅពេលភ្ញាក់មកទាំងមកហើយក៏ក្នុងចិត្តថាសំដៅលើខ្ញុំមែនទេហើយនាងក៏បានបន្តទៀតថាត្រូវហើយយប់មិញខ្ញុំភ្ញាក់មកគឺនៅទីនេះជំនួយក្រែគេនៅឯផ្ទះរបស់ខ្ញុំហើយខ្ញុំក៏បានខ្លាចទៅជាអ្នកផ្សេងម្នាក់ទៀតខ្ញុំអង្វរហើយអង្វរទៀតប៉ុន្តែនេះប្រហែលជាមិនមែនជាការសម្បិនទេខ្ញុំពិតជាបានខ្លាចទៅជាតួចិត្តអាក្រក់នៅក្នុងហ្គេមពិតមែនភីណែលំពីអាកាអូយតែរបស់ខ្ញុំដូចជាត្រូវគេយកភ្លើងមកអុជតែនេះគឺជាស្នាមអ្វីជាស្នាមមកចូលចាក់អ្នកនាងភ្ញាក់ហើយនាងគឺជាអ្នកបម្រើតែមួយដែលខ្ញុំធ្លាប់ឃើញនៅក្នុងហ្គេមនោះតែនាងបានធ្វើអ្វីខ្លះទៅលើមនុស្សដែលគេកំពុងតែគេងនេះចង់ឲ្យយកសម្លេងរបស់ខ្ញុំមិនចេញមកនោះទេតែខ្ញុំមិនអាចនិយាយអ្វីបានលូត្រាតែវាឲ្យជំរុំមកខ្ញុំមែនទេខ្ញុំមិនបានចង់ឲ្យនាងមកជួយបម្រើខ្ញុំអីនោះទេប៉ុន្តែគ្រាន់តែមានទឹកត្រជាក់ទៅសម្រាប់លោកមកទៅគឺគ្រប់គ្រាន់ហើយខ្ញុំដឹងថានាងត្រូវគេធ្វើបាបប៉ុន្តែខ្ញុំមិនដឹងថាប្រព័ន្ធវារៀបចំយ៉ាងល្អិតបែបនេះទេមកចូលអ្វីបែបនេះវាដូចជាគ្មាននៅក្នុងហ្គេមនេះទេមែនហើយនៅក្នុងវគ្គមួយនោះប៉ុន្តែនៅណាតែគិតថាវាជាស្នាមជួយទៅខ្ញុំស្មានថាវាជាស្នាមឈាមដែលឃើញមិនសូវច្បាស់ហ្គេមនេះផ្ដោតតែព័ត៌មានអត់ប្រយោជន៍មែនសំឡេងគូទ្វារបានមិនលឺឡើងអ្នកនាងអាហារពេលព្រឹកបានរួចរាល់ហើយអ្នកនាងនៅមិនទាន់ហើយទៀតទេពេលនាងនៅភីក៏បានគិតក្នុងចិត្តថាស្រីម្នាក់នេះ
ខ្ញុំក៏មិនអាចធ្វើអ្វីបានពេលអ្នកនោះភីក៏បានបន្តគិតក្នុងចិត្តថាខ្ញុំត្រូវបានសមាជិកក្នុងផ្ទះចង្រៃនោះធ្វើបាបជាច្រើនឆ្នាំមកហើយគ្រាន់តែប៉ុណ្ណឹងវាមិនព្រៃឆ្អឹងក្នុងរបស់ខ្ញុំអីបន្តិចទេចំណែកឯនាងអ្នកបម្រើនោះក៏បាននិយាយឡើងថាសូមអ្នកនាងអង្គុយចុះហើយអញ្ជើញពិសាព្រោះអ្នកនាងច្បាស់ជាអត់ឃ្លានខ្លាំងណាស់ហើយបើយើងក្រឡេកមកមើលអាហារនៅលើតុមានតែនំប៉័ងដោះសិតស៊ុបដែលជូរផ្អមនិងទឹកកខ្វក់មួយកែវវាមិនសមជាអាហាររបស់មនុស្សទេសូម្បីតែសត្វក៏វាមិនស៊ីផងពេលនេះនោះភីមានជាការខឹងជាខ្លាំងនៅក្នុងចិត្តថាតែសម្រាប់ទាំងនេះជាអាហាររបស់ខ្ញុំណាតើខ្ញុំត្រូវតែញ៉ាំវាមែនទេចំណែកឯនាងដែលជាអ្នកបម្រើញញឹមឡើងពេញចិត្តហាក់ដូចជាមានចេតនាលំពេលដែលនាងខឹងហើយងាកក្រឡេកទៅកាន់អ្នកបម្រើស្រាប់តែមានអ្នកក្រុមមួយបានលោតឡើងបង្ហាញនៅជម្រើស3 1តើនាងឈួតទេឆាប់ទៅហៅចុងភៅមកក្រឡាប់តុ2មិនក៏នាងមិនសាក់ស៊ីទៅហើយបញ្ចុកវាទៅអ្នកបម្រើ3ញ៉ាំវាដល់ខ្លួនឯងពេលនៅលោកភីក៏បានលោមមកថាជម្រើសទៀតហើយរឿងរបស់យើងមកដល់ចុងបញ្ចប់ហើយតើអ្នកនរគ្នាក៏ផ្លេចជួយចុច like ក៏ដូចជា subscribe channel របស់ខ្ញុំអ្នកមួយផងដើម្បីជាការរំលឹកនៅពេលដែលខ្ញុំចេញនៅវីដេអូក្រោយបាយបាយ